ពងទា3គ្រាប់ឆ្នៃធ្វើមុខម្ហូបបាន2មុខបងប្អូនមានឆាមួយមុខហើយមានទឹកសឡមួយមុខហត់បែបក្តៅក្តៅអូយឆ្ងាញ់មែនតើណាហើយថ្ងៃនេះគឺខ្ញុំនឹងយកពងទា3គ្រាប់នេះបងប្អូនយកមកឆ្នៃធ្វើមុខម្ហូបឲ្យបាន2មុខនិយាយទៅ2មុខនេះអត់ដល់8000ផងបងប្អូនញ៉ាំបានថាមួយឆ្អែតមក2 3នាក់អីគ្នាស៊ីផុយមែនតើយើងនឹងស្រាប់តែឥឡូវសង្គ្រាមមកបងប្អូននៅពិបាកនៅក្នុងការរកលុយខ្លាំងមែនតើអញ្ចឹងបើថាមានតិចតួចហើយយើងត្រូវតែសំចៃអញ្ចឹងណាហើយមុខម្ហូប2មុខនេះគឺខ្ញុំមានឆាមួយមុខហើយនឹងវាថាសឡទឹកមួយមុខដែរបងប្អូនមានស្ងោរជ្រូកអីដែរអញ្ចឹងណាចឹងស្ងោរជ្រូកអីដែរនេះគឺយើងត្រូវតែមានខ្ទឹមបារាំងមានពេញប៉ោះមានកូលក្រេហ្នឹងដើម្បីយើងធ្វើជាថាគ្រឿងស្ងោរជ្រូករបស់យើងមានទឹកសឡមានអីវាថាហត់ក្តៅក្តៅឆ្ងាញ់មែនតើហើយពងទានេះបងប្អូនយើងថា3គ្រាប់នេះយើងដកពាក់កដាលនេះទុកឆាពាក់កដាលទៀតដាក់សឡអញ្ចឹងហើយពងទាពាក់កដាលនេះគឺខ្ញុំយកវាយកមកឆាអំពិលទុំអញ្ចឹងខ្ញុំធ្លាប់ចេញវីដេអូម្ដងបងប្អូនឆាពងទាអំពិលទុំមកឆ្ងាញ់មែនតើរសជាតិញ៉ាំមួយបាយក្តៅបាយកកអីត្រូវមែនតើអញ្ចឹងយើងលាយគ្រឿងផ្សំទឹកត្រីប៊ីចេងស្ករអំបិលដាក់ប្រេងខ្យងបន្តិចយើងមកហើយយើងដាក់ពងទារបស់យើងឆាអញ្ចឹងបើយើងចូលចិត្តហឹរយើងដាក់ហឹរបន្តិចមកយើងរោយលើខ្ទឹមមកហើយបាត់ហើយយើងមានទ្រាប់បន្លែជាមួយនឹងខ្ទឹមបារាំងមកអូឈ្ងុយមែនតើហើយនេះគឺស្ងោរជ្រូករបស់យើងបងប្អូនយើងដាក់គ្រឿងប៉ុណ្ណឹងចូលមកប៊ីចេងស្ករអំបិលដដែលទៅបងប្អូនយករសជាតិមកល្មមដាក់ដុំស៊ុបបន្តិចមកទឹកត្រីបន្តិចមកហើយយើងដាក់ពេញប៉ោះឲ្យមានទៅមានបន្លែថាជួយទ្រទ្រង់សុខភាពយើងឲ្យថាមានកម្លាំងរឹងមាំអញ្ចឹងបងប្អូនមុខម្ហូបនេះបើថាបានធ្វើញ៉ាំខ្ញុំដឹងថាធានាថាមកពេញចិត្តមកហ្មងឥឡូវនេះមុខម្ហូបរបស់យើងហើយបងប្អូននៅផ្សាយឡើងពេញមុខពេញក្បាលលមាស់ក្បាលឥឡូវនេះកក់សក់ហើយយើងមកញ៉ាំបាយសិនណាបងប្អូនហើយពងទានេះបើយើងយកទៅចៀនគឺជាមុខម្ហូបមួយដែលថាធម្មតាប៉ុន្តែបើយើងយកវាមកច្នៃបែបនេះគឺមិនធម្មតាបងប្អូនទាំងសោភ័ណភាពទាំងរសជាតិអីចេញមកអូយបងប្អូនឆ្ងាញ់ញាក់មកហ្មងបើថាបានតែញ៉ាំជុំគ្នាអីហ្នឹងខ្ញុំដឹងថាចាប់តែដើមគ្នាដឹងឲ្យមិនតាន់ហ្មងហើយសម្រាប់បុកគ្រឿងសមុទ្រដាក់ម្ទេសឲ្យច្រើនចេះបានថាហល់ឆ្ងាញ់បងប្អូនហើយមើលថាមួយចាននេះពោពេញទៅដោយម្ទេសបើបានញ៉ាំមួយម៉ាត់ទៅធានាថាហល់ហោះមកហ្មងហើយគ្រឿងសមុទ្រនេះបុកមានគ្រឿងសមុទ្រ3មុខបងប្អូនមានងាវមឹកបកាអីហ្នឹងអូខ្ញុំចូលចិត្តញ៉ាំមែនតើខំជាប់មឹកមានម្ទេសមានអីមកហល់ស៊ូសឆ្ងាញ់មែនតើនិយាយទៅបុកគ្រឿងបែបអញ្ចឹងបងប្អូនបើថាគ្រឿងហ្នឹងអត់ដិតអត់ហល់អត់អីទេគឺអត់ឆ្ងាញ់មកហ្មងបើថាមិនចេះតែនិយាយអីណាតោះតែថាហល់ចឹងបានឆ្ងាញ់ហើយម្ទេសនេះបងប្អូនខ្ញុំដាក់លាយពីរមុខទៀតមានម្ទេសខៀវម្ទេសក្រហមម្ទេសហឹរហើយខ្ញុំដាក់ម្ទេសហុយចូលទៅថែមទៀតអានេះមិនម្ទេសហុយទេបងប្អូនអាម្ទេសក្រៀមហ្មងយើងយកទៅលីងវាទៅហើយយើងយកកិនវាឲ្យរៀងម៉ត់ទៅយើងចាក់ចូលអានោះហឹរខ្លាំងមែនតើបើថាម្ទេសក្របអីតែប៉ុណ្ណឹងហឹរល្មមបើដាក់ម្ទេសនេះចូលទៅទៀតបងប្អូនអាម្ទេសក្រៀមហាលឲ្យស្ងួតហើយកិនអញ្ចឹងអានោះហុយហឹរហុយបាច់ផ្សែងមកហ្មងណាបងប្អូនមើលថាម្ទេសឡើងខាប់មកហ្មងហើយបើថារសជាតិរបស់វានឹងបងប្អូនដិតឆ្ងាញ់មែនតើគាត់ថាឃើញតកោប៉ុណ្ណេះហៀទឹកមាត់ចេញមកច្រាក់មកហ្មងហឹរនេះមិនហឹរលក្ខណៈដិតអីណាបងប្អូនហឹរចូលលក្ខណៈហឹរមុតមកហ្មងអូថាហឹរនេះគឺថាហឹរមានជាតិមែនតើណាមើលតាកន្លែងណាមួយគាត់ថាសិតតែម្ទេសដែរបងប្អូនខ្ញុំចូលចិត្តមែនតើអារសជាតិវាថាហឹរអញ្ចេះអីញ៉ាំមកត្រូវម៉ាច់មកមួយបន្លែមួយអីយើងបន្ទាប់បន្តិចមកអូឆ្ងាញ់ហើយបកានេះបងប្អូននៅលាងសម្អាតវាឲ្យស្អាតមកយកមកដាក់បុកជាមួយគ្នាមកអញ្ចេះជាប់សតកៈម្ទេសអូយថាឆ្ងាញ់មែនតើហ្មងនិយាយទៅតតែអ្នកញ៉ាំចេះញ៉ាំហឹរញ៉ាំអីដូចគ្នាចឹងបានគាត់យល់អារម្មណ៍ថាអូយបើថាហឹរល្មមអីដូចវាមិនសូវត្រូវចិត្តទេតថាហឹររៀងដិតរៀងមុតរៀងអីបន្តិចមកបានថាកាន់តែថាឆ្ងាញ់អញ្ចឹងណាហើយមកនេះបងប្អូននេះមកវាថាទុនផុយល្អមែនតើស្គាល់ទុនផុយអញ្ចឹងណាហើយយើងដាក់ផ្ទាប់មកជាមួយបន្លែខៀវមានខ្ទឹមបំពងមានអីបន្តិចមកខ្ញុំមក boil over តែថាម្ដងទៀតអញ្ចឹងគាត់ថា clean ទៀតដែរមើលថាបការបស់យើងបងប្អូននេះដាក់ជាមួយខ្ទឹមបំពងមួយសាឡាត់បន្តិចមកខំមកច្រកពីសាឡាត់មកនិយាយថាឆ្ងាញ់ហើយពិសេសងាវរបស់យើងបងប្អូននេះងាវអូអានេះបើថាបានអាងាវក្រែងជើងអាធំដាក់មកថាច្បល់បុកជាមួយនឹងគ្នាទៀតអូមិនដឹងថាឆ្ងាញ់មកចាក្រែងជើងហ្នឹងវាធំបងប្អូនដាក់មួយម៉ាត់របស់វាហ្នឹងគាត់ថាដឹងថាឆ្អែតមកមួយម៉ាត់គេហ្នឹងហើយញ៉ាំនេះមិនញ៉ាំពេលថ្ងៃពេលល្ងាចអីណាបងប្អូនញ៉ាំចូលក្បាលម៉ោង9ជាង7 10ទៅម៉ោងយប់កំពុងដេកហ្នឹងក្នុងទូទឹកកកនឹងមានបងប្អូននេះកោះយកមកថាធ្វើមកហ្មងកំពុងគ្រឿងកពោះស្មានហ្នឹងអូយឆ្ងាញ់ញាក់ក្រែងឈាមត្រាំទឹកស៊ីអ៊ីវបងប្អូននេះជាលើកទី1ដែលខ្ញុំបានធ្វើញ៉ាំធ្វើញ៉ាំរដងនោះធ្លាប់តែយកក្រែងឈាមហ្នឹងយកធំហ្នឹងយកទៅស្ងោរយកទៅញ៉ាំមួយទឹកត្រីកោះកងអីបតែលើកនេះយកមកត្រាំទឹកស៊ីអ៊ីវបងប្អូនទុកមកយប់និយាយពីថារសជាតិសាច់ស្រួយស្រាប់អូនិយាយថាឆ្ងាញ់ខ្លាំងមែនតើហ្មងហើយគ្រាប់របស់វាគឺថាធំអញ្ចឹងមកបងប្អូនមួយនេះបើថាដាក់មកមួយម៉ាត់តែថាឆ្ងាញ់មែនតើហើយរបៀបធ្វើរបស់វាហ្នឹងក៏អត់សូវពិបាកអីធ្វើដែរបងប្អូនយើងមានតែគ្រឿងប្រមាណមុខនេះយើងហាន់វាដុំយើងទុកយកទៅស្ងោរជាមួយនឹងទឹកស៊ីអ៊ីវហើយសម្រាប់ទឹកស៊ីអ៊ីវវិញយើងដាក់វានឹងប្រហែលជាប៉ិនកែវពណ៌សនេះបងប្អូននេះហើយយើងដាក់ទឹករបស់វាហ្នឹងកន្លះមកបងប្អូនលាយវាឲ្យសាមួយម៉ាត់គ្នាមកហើយយើងដាក់ស្ករសមានស្ករត្នោតមានម្សៅស៊ុបអំបិលបន្តិចមកហើយជាមួយនឹងទឹកខ្មេះហើយយើងដាក់គ្រឿងមកយើងចូលបានហើយក្រែងឈាមនេះយើងដាក់ស្ងោរវានឹងចំនួនទៅថា15 second ទេបងប្អូនដាក់តែប៉ុណ្្នឹងមករសជាតិរបស់វានឹងគឺថាសាច់ចេញមកដល់ថាឆ្លប់ឆ្ងាញ់ពេលដែលយើងយកវាដាក់ត្រាំមួយយប់ទៀតអញ្ចឹងពេលដែលត្រាំហ្នឹងបងប្អូនកុំភ្លេចហែករបស់វានឹងឲ្យថាហែកមកចេញមកឲ្យវានឹងចូលរសជាតិគ្នាមួយទឹកស៊ីអ៊ីវឲ្យបានល្អហើយយើងដាក់ត្រាំតែប៉ុណ្្នឹងមកបងប្អូនទុកចោលមួយយប់ផងមើលទៅបងប្អូននៅពណ៌របស់វាចេញមកតំណងញ៉ាំខ្លាំងមែនទែនហើយឡើងឈ្ងុយហើយញ៉ាំមួយក្មួយខ្ញុំថ្ងៃហ្នឹងមានក្មួយមកលេងទៀតអញ្ចឹង
នទៅដាក់មួយវាមកបងប្អូនហើយនេះខ្ញុំឲ្យញ៉ាំតែមួយគ្រាប់ទេបងប្អូនព្រោះតែសារតែហ៊ានឲ្យញ៉ាំច្រើននេះខ្លាចអាម៉េចទៅដូចមិនសូវស្រួលទេអញ្ចឹងឲ្យញ៉ាំតែមួយគ្រាប់ទៅបានហើយអញ្ចឹងគាត់ចូលចិត្តញ៉ាំងាវមែនតើអាងាវទូទូអីហ្នឹងព្រោះបកាយញ៉ាំហ្មងបើថាធំចេះរត់បន្ទុកចិត្តទេបងប្អូនសាច់របស់វាឆ្ងាញ់បងប្អូនឆប់ញ៉ាំជក់មាត់ហ្មងហើយឥឡូវនេះគឺខ្ញុំឲ្យគាត់នឹងញ៉ាំ burger វិញបងប្អូនបាច់ថាញ៉ាំងាវព្រោះថាញ៉ាំច្រើនក្មេងអត់សូវស្រួលទេហើយបើថាសាច់របស់វាឡើងអាលងស្រើអញ្ចឹងមកហ្មងហើយនិយាយទៅល្មុតល្អមែនតើញ៉ាំជាមួយនឹងស្ពៃបូកគោមានម្ទេសបន្តិចមកមានខ្ទឹមពង